ណាអូនសូមរូបស្រីឆ្លើយមកណាអូនសូមរូបស្រីទំនាក់ទំនងតើតើមានការអនុញ្ញាតទៅអាចជួបគ្នាយល់យ៉ាងម៉េចដែរអូនត្រូវតែប្រយ័ត្នបន្តិចទៅបើសម្បុកខូចខាតសុទ្ធក៏ត្រូវជ្រុះបាច់ដែររក្សាគ្រួសារអូនឲ្យបានល្អជារឿងសំខាន់អ្នកណាគេគឺលាននុបថាយិកាប្រធានមន្ត្រីពេទ្យអះអាងថានាងជាមនុស្សស្មោះត្រង់ដូច្នេះក៏ហៅគេមកធ្វើការទៅល្អណាស់តែមើលទៅក៏មានសមត្ថភាពដែរមកទៀតហើយហ៎ការពិតចាំខ្ញុំរៀបចំខ្លួនឯងក៏បានដែរគិតថារបស់នេះសិតតែទូលីគិតថាជួរួញទៅវិញហើយចាំគេជួយជល់រួញចាំខ្ញុំមកជួយបោះសម្អាតទៀតអូននឹងតុបតែងកន្លែងរបស់រស់នៅឲ្យបានអស្ចារ្យបំផុតសំអាងលើលេសមួយនេះយើងបានជួបគ្នារាល់ថ្ងៃនៅចាំបានទេស្អែកជាថ្ងៃរំលឹកខួបប៉ាម៉ាត់ប្រកាសណាស់ហើយវាក៏ជាថ្ងៃកំណើតខ្ញុំធ្វើយ៉ាងម៉េចទៅអូនត្រូវការទុកបែបនេះរៀងរាល់ថ្ងៃកំណើតកុំបារម្ភអីនិយាយចំពោះអូនទឹកភ្នែកគឺជាការដាស់តឿនថ្ងៃក្រោយទុកឲ្យអូនជាអ្នកជូតទឹកភ្នែកឲ្យប៉ាម៉ាក់អូននឹងធ្វើឲ្យស៊ីនវូសាប់ធ្លាក់នៅរស់ហើយយំសុំក្តីមេត្តាទំរំដល់ពេលនោះអូនមិនយំដាច់ខាតអារ៉ាណាក្រឡើងថ្ងៃនេះមិនក៏គេងទៅមុខម្លេះមិនក្រោបមកចាក់កន្លែងណាម៉ែប៉ាខានជួបគ្នាយូរហើយសុំទោសដែលមិនសូវបានមកនឹកឃើញកាលពីមុនពួកយើងមានក្តីសុខណាស់តែគ្រប់យ៉ាងត្រូវបំផ្លាញនៅព្រឹកថ្ងៃនោះទាំងក្តីស្រមៃរបស់ម៉ាក់ទាំងអនាគតរបស់ខ្ញុំនិងយ៉ាងរ៉ាន់របស់ពួកយើងប៉ុន្តែកុំព្រួយអីខ្ញុំនឹងរកយ៉ងរ៉ាន់ឲ្យឃើញហើយនាំមកចំពោះមកប៉ាម៉ាក់តម្រុំដល់ពេលនោះកុំទៅនៅឲ្យសោះចាំនៅទីនេះហើយបានទេខ្ញុំដឹងថាប៉ាម៉ាក់រងអយុត្តិធម៌តែមិនទាន់ទៅណាបានខ្ញុំមិនប្រើពេលយូរពេកទេខ្ញុំសូមស្បត់មិនបាច់ទ្រាំទេថ្ងៃនេះយំចេញមកឲ្យអស់មកយំនៅចំពោះមុខបងបានហើយកុំយំនៅមុខអ្នកដទៃប៉ាម៉ាប៉ានេះកំពុងមកខ្ញុំមែនទេថ្ងៃក្រោយបើជួបខ្ញុំប្រកាសជាប្រាប់ខ្ញុំថាធ្វើនេះត្រូវមែនទេទោះជាអ្នកដទៃជេរខ្ញុំឲ្យតែប៉ាម៉ាក់សប្បាយចិត្តខ្ញុំអាចទ្រាំបានកូននឹកអ្នកទាំងពីរណា
ពិតជានឹកអ្នកទាំងពីរខ្លាំងណាស់បងឲ្យគេយកឡើងទៅទទួលម៉ោង 7 យប់ជួបគ្នានៅ Skyline មានក្តីសុខទេចាមានក្តីសុខណាស់បងមានរឿងចង់សុំអូនរឿងអីទៅជួយបង្កើតកូនស្រីដ៏ស្អាតដូចអូនឲ្យបងមួយទៅបងមិនសុំអ្វីច្រើនទេបងនឹងចិញ្ចឹមកូនយើងឲ្យបានល្អហើយខំប្រឹងប្រែងរស់នៅកុំណោះពួកយើងរហូតដល់ចាស់កងខ្នងរួចហើយឲ្យយកមកបានហៅពួកយើងនៅថ្ងៃជាមួយគ្នាពេលជាមួយគ្នាយើងនឹងចាក់ចេញទៅដល់រីករាយជាមួយគ្នាអារ៉ាន់ទោះយ៉ាងណាឯងត្រូវមានជីវិតរស់ហើយមើលថែទាំយ៉ាងរ៉ាន់ផងសូមទោសដែលមិនបាននាំឯងទៅជួយតែពួកយើងនឹងជួយថែរក្សាឯងអត់ទេលោកម៉ែក៏ទៅជាមួយដែរម៉ែកុំខ្លាប់អីក៏ខ្លាចណាស់កុំខ្លាប់អីខ្ញុំចិត្តខ្ញុំទាំងកាយាបានខំក្តីប្រាថ្នាមិនអាចបងខំការពិតបងខ្ញុំឲ្យល្មមភ្ញៀវអង្គុយចាំពួកឯងយូរហើយអគ្គនាយកជុំក្រុមហ៊ុនស៊ើមីនិយាយថាគាត់ជាសញ្ញិតខាងម្ដាយឯងគ្រួសាររបស់ឯងពិតជាមានមុខមាត់ធំដុំមែនអគ្គនាយកហុងមីសឹងជាមិត្តភក្តិប៉ាឯងថែមទាំងជាសញ្ញិតអគ្គនាយកក្រុមហ៊ុនស៊ើមីទៀតបែបនេះទ្រព្យសម្បត្តិទាំងមូលគឺស្ថិតក្រោមដៃកូនម្សាខ្ញុំទាំងអស់ហើយកុំចង់រត់គេចឲ្យសោះពីមុនសន្យាគ្នាហើយថានឹងជួយខ្ញុំឡើងខ្ញុំទៅលោកល្មើសវិន័យហើយតុកទីនេះជាកន្លែងស្អីទៅមកដល់ទីនេះថ្ងៃនេះអគ្គនាយកហុងនឹងទៅក្រៅប្រទេសចុះកិច្ចសន្យាជាមួយពួកអឺរ៉ុបនាងទៅរៀបរៀងអគ្គនាយកហុងកុំឲ្យចេញក្រៅប្រទេសបែបនេះពួកខ្ញុំអាចចុះកិច្ចសន្យាជំនួសអគ្គនាយកហុងបានហើយបើនាងបដិសេធនាងនឹងលែងជាមនុស្សនៅលើលោកនេះទៀតហើយរឿងមិនសមតំណងបែបនេះខ្ញុំមិននឹងអាចអគ្គនាយកជុងអូបងខ្ញុំចង់ផឹកវ៉ាញជាមួយលោកអូគួរធ្វើយ៉ាងម៉េចល្អខ្ញុំមានការត្រូវទៅអឺរ៉ុបហើយពេលវេលាឡើងយន្តហោះក៏មិនទាន់បើសិនជាអាចនោះគឺខ្ញុំចង់នាំអារ៉ាន់ជូនខ្ញុំទៅពលានយន្តហោះខ្ញុំពិតជានឹកអារ៉ាន់ខ្លាំងណាស់ចុះសិនគឺអូនធ្វើតាមអ្វីដែលអូនប្រាប់ទេកុំបារម្ភអីទេវតាឈរខាងពួកយើងជានិច្ចនេះគឺលោកអគ្គនាយកហុងមែនទេអូហើយនេះនៅណាគេមិនក៏មកទីនេះខ្ញុំមកដល់ទេសចរម្នាក់ឯងចាស់លោកអូខ្ញុំ
មុខជំនួយកំពុងតែដំណើរការល្អទើបត្រូវទៅអឺរ៉ុបនៅពេលនេះយ៉ាងណាលុយថ្លៃបាយនេះក៏សងខ្ញុំឲ្យដែរហើយចង់មកនេះប្រាប់ខ្ញុំមកប្រៀបនឹងកូនបានលោកមើលថែខ្ញុំពីមុនប៉ុណ្ណឹងជាអំណោយតូចតាចទេគ្រាន់តែដឹងថាមកជំនួយរបស់លោកដំណើរការល្អខ្ញុំត្រេកអរណាស់តាហើយអរគុណនាងអើយតាចាស់សំអុយមិនមែនចុះបេសកកម្មនៅអឺរ៉ុបទេតែដើរទេសចរជាមួយស្រីចាំមើលខ្ញុំចាត់ការពួកឯងយ៉ាងម៉េចល្អពួកឯងពីរនាក់ត្រូវយើងចាប់បានហើយពីរនាក់ឯងចង់លួចគ្រាបទឹកឃ្មុំមែនទេតើនេះចង់បានប្រយោជន៍អីពីចាតានេះទៀតរៀបការរួចហើយមិនភ្ញាក់ខ្លួនទេអីលោកស្រីនិយាយអីខ្ញុំមកផឹកតែជាមួយលោកអគ្គនាយកតែប៉ុណ្ណោះមិនដឹងទេថាហាម5អំពើហិង្សាលើអ្នកគ្មានកំហុសនោះខ្ញុំត្រូវទៅតើលោកចង់ទៅណាចង់ទៅតាក់ទងស្រីម្នាក់នោះទៀតអីនឹងតែនេះមុខជំនួយធំប៉ុណ្ណាទេអញ្ចឹងទៅជាមួយខ្ញុំទៅមិនបានទៅហើយទេហ៎ប៉ុន្តែលោកស្រីសមុទ្រយន្តហោះខ្ញុំទៅណាហើយគឺអូនរៀបនឹងទៅផ្ទះបងហើយអូនហត់ស្ទើរស្លាប់ទៅហើយសម្រាប់បន្តិចចាំតែទៀតស្អីគេនៅលេងតុកតាកដាប់ហងហ៎បងថ្លៃឯងមកនៅបងអត់សុខពេកលោកប៉ាថាអ្នកមានស្នាដៃធ្វើរបស់នេះធ្វើមកចំនួនមិនកើតទេទើបគាត់ស្អប់របស់នេះទៅណាបងចង់ប្រើវាយកទៅតុបតែងក្នុងហាងនិយាយទៅស្នាដៃបងពិតជាអស្ចារ្យខ្លាំងណាស់ហេតុអីបងជាបងធ្វើដូចយ៉ាងនេះអញ្ចឹងជប់សិនត្រង់នេះបើសិនជាមានដាក់បូសគឺប្រកាសជាស្អាតហើយបូសបងថ្លៃឯងនៅណាទៅណោះណៃណាជាចិញ្ចៀនគូស្នេហ៍មែនទេឯងមានស្រីហើយបាទរូបបេះដូងផងពិសេសណាស់តែមើលស្រីឯងជានារីបែបណាទេនាងស្អាតថែមទាំងប្រកាសយកចិត្តទុកដាក់នឹងអ្នកដទៃនាងជានារីកក់ក្ដៅម្ដងដូចបងថ្លៃចាញ់គួរតែមិនមែនទេគួរតែមិនមែនទេ